ទាំងអស់គ្នាធ្លាប់ជួបទេនៅពេលដែលមានកិច្ចប្រជុំម្ដងមានរឿងដែលអ្នកទាំងអស់គ្នាចង់លើកឡើងហើយរឿងទាំងអស់ហ្នឹងគឺមនុស្សគ្រប់គ្នានៅក្នុងកិច្ចប្រជុំហ្នឹងសិតតែដឹងហើយចង់លើកឡើងនៅយកទៅជជែកប៉ុន្តែអត់ហ៊ានលើកឡើងដោយសាររឿងហ្នឹងវា sensitive រឿងហ្នឹងវារសើបអីចឹងតែហើយក៏ទុកវាអញ្ចឹងរឿងទាំងអស់ហ្នឹងសិតតែជារឿងដែលយើងចង់លើកឡើងតែហ៊ានលើកឡើងអញ្ចឹងដឹងទេថាបរិបទហ្នឹងភាសាអង់គ្លេសគេប្រើប្រាស់ clear បែបណាតោះយើងទៅរៀនអស់គ្នាស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសជាមួយ Mr. Sultan ថ្ងៃនេះយើងនឹងសិក្សារៀនសូត្រអំពី idioms ហើយ idiom ទី1នៅក្នុងថ្ងៃនេះយើងនឹងសិក្សាអំពី idiom ដែលជា clear មួយដែលនិយមប្រើនៅក្នុងភាសាអង់គ្លេសidiom នៅថ្ងៃនេះគឺ the elephant in the room បាទ the elephant in the room បងប្អូនអាចមើលឃើញរូបភាពដែលខ្ញុំបានដាក់ឲ្យឃើញនៅរូបដំរីនិងរូបមនុស្សនៅជុំវិញបាទរូបដំរីគឺធំហើយមនុស្សជុំវិញសិតតែឃើញដំរីតើ idiom the elephant in the room នេះមានអត្ថន័យបែបម៉េចជាធម្មតា idiom មានន័យត្រង់និងមានន័យដែលគេចង់សំដៅទៅលើបាទន័យត្រង់មានថាដំរីនៅក្នុងបន្ទប់បាទដំរីក្នុងបន្ទប់តែគេនិយាយថាដំរីក្នុងបន្ទប់មិនមែនមានអត្ថន័យថាដំរីនៅក្នុងបន្ទប់នឹងទេប៉ុន្តែគេមានអត្ថន័យផ្សេងមួយទៀតតោះយើងទៅស្គាល់ទាំងអស់គ្នា The elephant in the room mean the obvious and uncomfortable issue through a topic that is being ignored or avoided បាទមានន័យថារឿងច្បាស់លាស់រឿងដែលជារឿងគេហៅថារឿងរសើបរឿងដែលលើកឡើងទៅវាមិនមានភាពសំណុកសុខស្រួលណាមានថាវាធ្វើឲ្យប៉ះទង្គិចផ្លូវអារម្មណ៍ឬក៏អីចឹងទៅមានថាបញ្ហាការពិតឬក៏ប្រធានបទដែលត្រូវបានគេយកទៅ ignore ចោលគេមិនអើពើឬក៏គេជៀសវាងក្នុងការលើកឡើងលើកមកនិយាយអីចឹងទៅបាទឧទាហរណ៍យើងសម័យពេលយើងទៅប្រជុំម្ដងបាទមានរឿងមួយចំនួនជារឿងដែលអ្នកគ្រប់គ្នាមានណាអ្នកគ្រប់គ្នានៅក្នុងបន្ទប់ប្រជុំនោះសិតតែដឹងទាំងអស់គ្នាប៉ុន្តែអត់លើកឡើងអត់មានអ្នកលើកឡើងទេអូខេអញ្ចឹងយើងអាចប្រើប្រាស់ clear the elephants in the room នៅក្នុងស្ថានភាពទាំងអស់នោះបាទតោះឧទាហរណ៍ទាំងអស់គ្នា during the family gathering everyone avoided discussing father's recent job loss but it was clearly the elephant in the room បាទកំឡុងពេលជួបជុំគ្រួសារ family gathering everyone មានតែគ្រប់គ្នាជៀសវាងការពិភាក្សាគ្នាតាក់ទងទៅនឹងរឿងបាត់បង់ការងារថ្មីរបស់ឪពុកប៉ុន្តែរឿងហ្នឹងគឺសិតតែដឹងគ្រប់គ្នាអស់ហើយបាទអ្នកគ្រប់គ្នាសិតតែដឹងអូខេយើងអាចបកប្រែអញ្ចឹងណាអូខេអញ្ចឹងមកពីរឿងបាត់បង់ការងារវាធ្វើឲ្យនិយាយទៅវាអាចប៉ះពាល់ដល់ផ្លូវចិត្តរបស់ឪពុកអញ្ចឹងរឿងទាំងអស់ហ្នឹងសិតតែគេដឹងយើងអាចប្រើប្រាស់ clear នេះបានណាដើម្បីសំដៅទៅលើអត្ថន័យដែលយើងចង់ប្រើប្រាស់នៅពេលដែលស្ថានភាពជាក់ស្ដែងកើតឡើងអូខេបាទ idiom ចុងក្រោយនៅក្នុងវីដេអូមួយនេះគឺ moving mountains បាទ moving mountains បាទយើងអាចសម័យថាតើបើសិនជាយើងចង់រំកិលភ្នំតើវាស្រួលទេវាមិនស្រួលទេតើ moving mountains មានអត្ថន័យដូចម្ដេចបាទអញ្ចឹងយើងទៅសិក្សាស្វែងយល់ទាំងអស់គ្នាបាទ moving mountains idiom មានអត្ថន័យថា doing something extremely difficult or making great effort to achieve something that seems impossible បាទមានន័យថាគឺជាការខិតខំប្រឹងប្រែងធ្វើរឿងអីមួយដែលលំបាកឬក៏រឿងណាមួយដែលត្រូវការខិតខំប្រឹងប្រែងខ្លាំងក្នុងការសម្រេចវាហើយរឿងហ្នឹងវាមើលទៅហាក់បីដូចជាមិនអាចទៅរួចអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាបាទ The team work overtime and move mountains to finish the project before the deadline យើងអាចបកប្រែថាក្រុមខិតខំប្រឹងប្រែងធ្វើការថែមម៉ោងហើយសម្រាប់នៅគម្រោងមុន deadline បាទមុន deadline មុនការកំណត់បាទហើយ moving mountain នៅកន្លែងហ្នឹងគឺមានអត្ថន័យថាខិតខំប្រឹងប្រែងយ៉ាងខ្លាំងឬក៏មានថាអាចសម្រេចបាននៅគោលដៅដែលបានពងទុកណាហាក់បីដូចជាមិនគេគិតថាមិនអាចសម្រេចបានតែយើងអាចសម្រេចបាននៅគម្រោងហ្នឹងមុនការកំណត់អូខេបាទអញ្
ចឹង idiom នៅថ្ងៃនេះយើងរៀន idiom 2បាទទី1គឺ the elephant in the room and ទី2គឺ moving mountains បាទអញ្ចឹង idiom របស់យើងនៅថ្ងៃនេះមាន2 idiom នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបន្តសិក្សារៀនសូត្រនៅមេរៀនក្រោយៗទៀតនិងមេរៀនតាក់ទងទៅនឹង idiom ផ្សេងៗទៀតក្នុងការចូលរួមចំណែកកសាងសមត្ថភាពរបស់បងប្អូនដើម្បីពង្រឹងនៅការប្រើប្រាស់ភាសាអង់គ្លេសចូលរួមចំណែកអភិវឌ្ឍសង្គមទាំងអស់គ្នាបាទអរគុណពីខ្ញុំសុថេន